5ប្រទេសដែលមានផ្ទៃដីធំជាងគេនៅលើពិភពលោកក្នុងឆ្នាំ2026ចំណាត់ថ្នាក់ទី5ប្រទេសប្រេស៊ីលមានផ្ទៃដីទំហំ8លាន5សែនគីឡូម៉ែត្រប្រេស៊ីលមានប្រជាជនសរុបប្រហែល213លាននាក់ជាប្រទេសដែលមានផ្ទៃដីធំជាងគេនៅអាមេរិកខាងត្បូងមានព្រៃ Amazon Rainforest ដែលពោរពេញដោយជីវៈចម្រុះរាប់មិនអស់ក្នុងពិភពលោកប្រេស៊ីលមានឆ្នេរវែងដែលល្អឥតខ្ចោះសម្រាប់ការលំហែចំណាត់ថ្នាក់ទី4សហរដ្ឋអាមេរិកមានផ្ទៃដីទំហំ9លាន5សែន25,067គីឡូម៉ែត្រការ៉េសហរដ្ឋអាមេរិកមានប្រជាជនប្រហែល349លាននាក់អាមេរិកខាងជើងមានទេសភាពចម្រុះចាប់ពី Grand Canyon រហូតដល់ Manhattan ដែលពោរពេញដោយអគារខ្ពស់ៗសហរដ្ឋអាមេរិកជាមហាអំណាចសេដ្ឋកិច្ចនិងបច្ចេកវិទ្យាចំណាត់ថ្នាក់ទី3ប្រទេសចិនមានផ្ទៃដីទំហំ9លាន5សែន72,900គីឡូម៉ែត្រប្រទេសចិនមានប្រជាជនប្រហែល1,400លាននាក់ចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី2ក្នុងពិភពលោកមាន Great Wall of China មហាកំផែងចិនដែលជាសំណង់ដ៏មហិមានិងវែងបំផុតដែលបង្កើតឡើងដោយស្នាដៃមនុស្សនៅលើពិភពលោកចិនមានប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏យូរអង្វែងចំណាត់ថ្នាក់លេខ2ប្រទេសកាណាដាមានផ្ទៃដីទំហំ9លាន9សែន80,000គីឡូម៉ែត្រការ៉េផ្ទៃដីធំលំដាប់ទី2ក្នុងពិភពលោកមានប្រជាជនសរុបតែជាង38លាននាក់កាណាដាជាប្រទេសដែលមានឆ្នេរវែងបំផុតមាន Rocky Mountain ជាជួរភ្នំដ៏អស្ចារ្យដែលល្អឥតខ្ចោះសម្រាប់ការជិះស្គីនិង Snowboard កាណាដាមានបឹងទន្លេសាបនិងព្រៃឈើដ៏សម្បូរបែបចំណាត់ថ្នាក់លេខ1ប្រទេសរុស្ស៊ីមានផ្ទៃដី17លាន1សែនគីឡូម៉ែត្រការ៉េប្រទេសរុស្ស៊ីមានប្រជាជនប្រហែល143លាន4សែននាក់រុស្ស៊ីជាប្រទេសដែលមានផ្ទៃដីធំជាងគេបំផុតលើពិភពលោកដែលគ្របដណ្ដប់លើផ្ទៃដី11តំបន់ពេលវេលា Time Zone មានស៊ីបេរីដែលជាទឹកដីដ៏ធំទូលាយពោរពេញដោយធនធានធម្មជាតិរុស្ស៊ីមានប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏គួរឲ្យចាប់អារម្មណ៍ដូច្នេះតើលោកអ្នកគិតយ៉ាងណាចំពោះប្រទេសទាំង5ដែលមានផ្ទៃដីធំជាងគេលើពិភពលោកនេះ